នេះខ្ញុំប្រាប់អ្នកគ្នាពីរបៀបប្រើប្រាស់ Fruit Buddha នៅក្នុង Bloom Fruit Fruit Buddha នៅក្នុង Bloom Fruit ផ្លេកយកមួយចំនួនពួកគាត់ចូលចុចយកមក farm level រក item និងយកមក PVP ជាដើម Fruit Buddha សម្រាប់ការយកមក farm level ពិតជាស្រួលខ្លាំងមែនទែនអ្នកគ្នាដោយសារ Fruit Buddha គឺជា fruit មួយប្រភេទដែលធ្វើឲ្យ NPC ពិបាកក្នុងការវាយយើងចំណែកឯការ PVP វិញ Fruit Buddha ក៏ជា fruit មួយដែលវាមិនអស់ដែរអ្នកគ្នាមើលតាវីដេអូនេះទៅដឹងហើយអ្នកគ្នាប្រើប្រាស់ fruit line នៅក្នុង block fruit ប្រាប់អ្នកគ្នាណាដែលទិញទៅលេ block fruit លើដំបងអ្នកទាំងអស់គ្នាអាចយក fruit line យកទៅ farm level បានអ្នកគ្នាពីព្រោះថា fruit line គឺជា fruit មួយដែល NPC វាយយើងអត់ត្រូវទេអ្នកគ្នាអញ្ចឹងអ្នកគ្នាសម្រាប់តែ NPC ណាដែលវាអត់ប្រើហាគីអ្នកគ្នាណែឯការ PVP វិញវាក៏មិនអត់ដែរអ្នកគ្នាប្រើ fruit phoenix នៅក្នុង block fruit បើសិនបើអ្នកទាំងអស់គ្នាទៅលេ block fruit លើដំបងអ្នកទាំងអស់គ្នាមិនបាច់ជ្រើសរើសយក fruit phoenix ទេអ្នកគ្នាព្រោះថា fruit phoenix គឺជា fruit មួយដែលវាគ្មានអំបន់ទេអ្នកគ្នាវាពិបាកក្នុងការ farm level តម្រូវឲ្យអ្នកទាំងអស់គ្នាប្រើ skill វាសុទ្ធតែម្ដងអ្នកគ្នាហើយការ PVP វិញ fruit phoenix ក៏ជា fruit មួយដែលមិនអស់ដែរហើយការរក item វិញវាក៏ជា fruit មួយដែលស្រួលដែរអ្នកទាំងអស់គ្នាខ្ញុំវិញនៅពេលដែលខ្ញុំធ្វើ challenge ខ្ញុំយក fruit phoenix យកទៅវាយត្រីឆ្លាមអ្នកគ្នាអាចមើលវីដេអូនេះបាន